មូលហេតុដែលធ្វើខ្ញុំបានមករៀននៅ RTN នេះគឺដោយសារនៅ RTN ហ្នឹងគឺមានលក្ខណៈពិសេសជាច្រើនទី1គឺលោកគ្រូគាត់មានភាពច្បាស់លាស់ក្នុងការបង្រៀនហើយបង្រៀនយើងពីភាពអត់ធ្មត់ក្នុងការតស៊ូក្នុងការកាត់សក់ហ្នឹងនីមួយៗហ្នឹងឲ្យផ្ចិតផ្ចង់ឲ្យមានរបៀបរៀបរយមិនតែប៉ុណ្ណោះគឺនៅមានការចុះទស្សនកិច្ចតាមសាខាផ្សេងៗនៅពេលដែលយើងមានភាពច្បាស់លាស់ក្នុងការកាត់សក់ហ្នឹងហើយបូករួមបន្ថែមជាមួយនឹងទស្សនកិច្ចតាមដំណើរកម្សាន្តផ្សេងៗរៀនអំពីមេរៀនជីវិតផ្សេងៗដែលតាក់ទងនឹងអាជីពនឹងកាត់សក់នេះខ្ញុំចូលរៀនសាលា OTS មកខ្ញុំឃើញថាខ្ញុំផ្លាស់ប្ដូរខ្លួនឯងបានជាច្រើនទី1ខ្ញុំពីមុនជាមនុស្សភ័យខ្លាចឥឡូវខ្ញុំលែងសូវភ័យឯងខ្ញុំមានទំនុកចិត្តលើខ្លួនឯងហើយនឹងទី2គឺថាខ្ញុំពីមុនគឺជាមនុស្សគេងស្ពឹកមែនតើឥឡូវខ្ញុំគឺថាគ្រប់ពេលវេលាទី3សាលាគឺថាខ្ញុំបានរៀនវគ្គដូរផ្នត់កំណត់ខ្លួនឯងពីអវិជ្ជមានមកវិជ្ជមានមូលហេតុដែលខ្ញុំជ្រើសរើសយកសាលា OTS Barber ទី1គឺខ្ញុំគិតថាបរិយាកាសនៅទីនេះល្អទី2សាលាបង្រៀនទ្រឹស្ដីតែ 20% ទេតែអនុវត្ត 80% ទី3នៅពេលដែលយើងរៀនចប់ទូបានឱកាសការងារនិងប្រាក់ចំណូលពីសាលា OTS ទី4នៅពេលដែលយើងរៀនចប់យើងទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ពីសាលា OTS ផ្ទាល់ព្រោះជាងកាត់សក់អាចរកចំណូលបានច្រើនទៅណាក៏យើងអាចរកចំណូលបានជាងកាត់សក់ស្រួលយើងនៅមកលុបហើយតិចព្រោះឃើញនៅទីនេះមានការវឹកហាត់ច្រើនឃើញបរិញ្ញាសិស្សច្រើនលើពីនេះសាលាបានបង្រៀនការប្រវត្តិជំនាញសហគ្រិនភាពនិងការចាត់ចែងដើម្បីឲ្យសិស្សចេះគ្រប់គ្រងចាត់ចែងហាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តព្រោះវាជាជំហានទី1ដែលយើងជោគជ័យក្នុងអាជីពមួយហ្នឹងបងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយខ្ញុំមានអារម្មណ៍ថាមានមោទនភាពនៅលើខ្លួនឯងនៅយូរទៅយើងបានរៀនវគ្គម្ដងម្ដងច្រើនទៅយើងគិតយូរទៅលក្ខណៈថាវាជំរុញទឹកចិត្តយើងឲ្យខំប្រឹងប្រែងបងបច្ចុប្បន្នខ្ញុំរៀនចប់ខ្ញុំទទួលបានឱកាសក្លាយជាប្រធានសាខាថ្មីអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយជាឱកាសឲ្យខ្ញុំបង្កើនសមត្ថភាពដឹកនាំគ្រប់គ្រងនិងបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ខ្ញុំមករៀននៅ OTS នេះគឺខ្ញុំបានផ្លាស់ប្ដូរច្រើនទី1គឺអារម្មណ៍ពីមុនខ្ញុំជាមនុស្សម្នាក់ដែលឈឺឆាយហើយដែលយើងមករៀននៅក្នុង OTS នេះគឺផ្ដល់ក្តីសង្ឃឹមនិងការអារម្មណ៍របស់យើងមួយនេះគឺបានផ្លាស់ប្ដូរទី1យើងបានរៀនជាមួយនឹងបងប្អូនដែលមករៀនតាមបណ្ដាខេត្តទាំងអស់គ្នាស្រឡាញ់ឲ្យបងប្អូនអ្វីដែលខ្ញុំពីមុនមកខ្ញុំគិតថាមិនល្អមកដល់ទីកន្លែងនេះគឺជាសាលាមួយប្រៀបដូចជាផ្ទះប្រៀបដូចជាបងប្អូនអញ្ចឹងហើយគឺខ្ញុំបានផ្លាស់ប្ដូរច្រើនឥឡូវនេះខ្ញុំមានមោទនភាពទៅលើខ្លួនឯងដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងពីមុនយើងធ្លាប់តែទៅរៀនធម្មតាយើងអត់មានចិត្តដឹកនាំអ្នកណាគេទេតែដល់ពេលឥឡូវយើងខ្លាំងជាប្រធានសាខាយើងអាចខ្លាចជាអ្នកដឹកនាំយើងរៀនបានច្រើនហ្មងយើងអាចចេះបានច្រើនយើងអាចព្រោះឥឡូវយើងមិនមែននៅម្នាក់ឯងទៀតទេយើងនៅបានយើងមានកូនជាងជំនួយការអញ្ចឹងគាត់មកអញ្ចឹងយើងមើលនិយាយទៅយើងអាចបានថាយើងមើលថែទាំងអស់ហ្មងទាំងហាងទាំងពួកគាត់អីហ្នឹងយើងមើលថែបានទាំងអស់មិនមែនដូចពីមុនយើងអត់ចេះមើលថែយើងចេះតែនិយាយពាក្យកម្រោកដាក់គាត់អញ្ចឹងតែឥឡូវយើងអាចនិយាយបានល្អវិញហ្មងមានអារម្មណ៍ថាសប្បាយចិត្តដែលបានរកប្រាក់ចំណូលដោយខ្លួនឯងសម្រាប់ជោគជ័យមួយនេះសម្រាប់ការតស៊ូមានច្រើនហើយយើងរៀនកុំឈប់ពេកយើងឈប់ពេកវាអត់បានចេះជំនាញទូទៅទេសម្រាប់តម្លៃនេះវាអត់ថ្លៃទេគឺវាសមរម្យមកល្មមពីព្រោះដល់ពេលដែលយើងបង់លុយហើយយើងទទួលជំនាញពីគាត់និងអ្វីថ្មីដូចជាបទពិសោធន៍និងការគ្រប់គ្រងការរៀបចំហាងនិងជំនាញកាត់សក់នេះបានយ៉ាងល្អឥតខ្ចោះ